ការរំពឹងទុកហើយទាំងនេះវាមិនរលូនរហូតណាអញ្ចឹងអាពេលនៅម្នាក់ឯងបងឲ្យឱកាសខ្លួនឯងហ្នឹងទៅអង្គុយ set ខ្លះដែរព្រោះមនុស្សយើងមិនអាចបាត់បង់អាជាមនុស្សបានត្រូវតែមានអារម្មណ៍ឡើងចុះប៉ុន្តែយើងត្រូវតែងើបមកវិញដោយភាពជឿជាក់ថាយើងត្រូវដើរទៅមុខទៀតអញ្ចឹងអាដំបូងវេទនា2ឆ្នាំបើអាចនិយាយបានថាវេទនា2ឆ្នាំបន្ទាប់មកបានចាប់ផ្ដើមឃើញពន្លឺព្រោះការរស់ស៊ីអត់អាចថាមួយថ្ងៃផ្លឹបស្អែកឡើងមានទេអាចដែរប៉ុន្តែភាគច្រើនទៅវិញលឿនដែរព្រោះគាត់គិតថាវាស្រួលពេកដល់ពេលគាត់ស្រួលពេកគាត់លេងចាប់ផ្ដើមការត្រៀមទុកឯងគាត់ថាគាត់លយគាត់ប៉ាកែឃើញគាត់ធ្វើតែមួយផ្លែតឡើងជោគជ័យបានតែកន្លះឆ្នាំក្រោយជួបរឿងធ្ងន់ជាងហ្នឹងចាប់ផ្ដើមហ្នឹងហើយអាហ្នឹងគឺជាអ្វីដែលយើងត្រូវត្រៀមទុកការរស់ស៊ីមិនប្រកាសថាជោគជ័យហើយអ្វីដែលសំខាន់គឺថាផ្នត់គំនិតយើងមានភាពវិជ្ជមានកម្រិតណាយើងជឿជាក់លើយើងខ្លួនឯងមិនដែរហើយយើងត្រូវតែបង្ហាញក្រុមការងារយើងថាយើងពិតជាមនុស្សម្នាក់ដែលមានចក្ខុវិស័យហើយនឹងអាចនាំគាត់ទៅដំណាក់កាលមួយទៀតបាន